មានគ្រូឧត្តមសិក្សាមានតែគ្រូថ្នាក់មធ្យមសិក្សាក៏ប្រសើរគ្រាន់បើដែរទីឋានណាគ្មានគ្រូមធ្យមសិក្សាមានតែគ្រូបឋមសិក្សាក៏គ្រាន់បើប្រសើរជាងគ្មានដែររហូតទីឋានណាមានអក្ខរជនតែម្នាក់ក៏គ្រាន់បើប្រសើរជាងអនក្ខរជនទាំងភូមិស្រុកដែរសេចក្តីទាំងនេះយ៉ាងណាមិញទីឋានណាមិនមានអ្នកប្រាជ្ញរិទ្ធបណ្ឌិតទីឋាននោះសំបីមានតែអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកតម្កើងសរសើរក៏យ៉ាងនោះដែរលោកព្រាបរត់ប្រទេសណានីមួយដែលអាចមានព្រឹក្សាជាតិធំដុំមានផ្ចាក់សង្គ្រាមគគីជទាលរាំងភ្នំជាដើមដែលមានម្លប់ធំដុំមានដើមមែកអាចយកទៅធ្វើសក្ការៈផ្សេងៗបានហើយបទីឋាននោះមានត្រឹមតែដើមល្ហុងក៏លោកសន្មតថាជាដើមឈើបានដែរក៏ដូចអ្នកចេះដឹងបន្តិចបន្តួចក្នុងទីឋានដែលគ្មានអ្នកប្រាជ្ញរិទ្ធបណ្ឌិតក៏គួរលើកតម្កើងសរសើរថាជាអ្នកចេះដឹងបានដែរសុភាសិតនេះនាំឲ្យនឹកឃើញនៃប្រៀបធៀបវែងឆ្ងាយទូលាយទៅទៀតឧទាហរណ៍កាលមិនទាន់មានរោងពងមិនទាន់មានក្រដាសមនុស្សចំនួនដើមបាននឹកឃើញឬមកឃើញស្លឹករឹតយកមកសរសេរចាកត់ត្រាតម្រាប់ច្បាប់តម្រាងរចនាជារឿងនិទានប្រឡំលោកសុភាសិតសាសនាលក្ខដែលជាពន្លឺសតិបញ្ញាចាសរសេរផ្សព្វផ្សាយពីពេញប្រទេសបានជាគំរូជាផ្លូវចម្រើនវិជ្ជាបញ្ញាការចេះដឹងចំពោះមនុស្សជំនាន់ក្រោយថែមទៀតការទាំងនេះមិនមែនតែលំបាកយឺតយូរផ្សព្វផ្សាយមិនបានលឿនរហ័សបើប្រៀបធៀបទៅនឹងការបោះពុម្ពពលសម័យបច្ចុប្បន្នប៉ុន្តែជាកិច្ចការគួរលើកតម្កើងសរសើរនិងកោតស្ញប់ស្ញែងដល់ការរៀនរកឃើញនិងសេចក្តីព្យាយាមអត់ទោសស្វាត់ស្វាយនៃបព្វបុរសទាំងនោះមិនមែនជាកិច្ចការគួរពេកជ្រាបនិយាយតែទៀនឡើយព្រោះអាស្រ័យកិច្ចការទាំងនេះហើយដែលអាចបន្តវិជ្ជាប្រាជ្ញាស្មារតីមនុស្សជាលំដាប់មកក្នុងសម័យមុនមនុស្សបានស្រាវជ្រាវរៀបរកឃើញរឿងឈើស្លឹកឈើដើមឈើសម្បកឈើយកមកផ្សំថ្នាំដាំផឹកឬបុកសូនជាគ្រាប់សម្រាប់លេបឬស្លសម្រាប់លាបជួយកម្ចាត់បំបត្តិរោគបានច្រើនយ៉ាងជួយសម្រាលទុក្ខវិបត្តិនៃមនុស្សបានដែរការរៀបរកឃើញថ្នាំទាំងនោះជារឿងគួរសរសើរពន់ពេកមិនមែនជារឿងគួរពេកជ្រាយនិយាយតែពីឡើយមិនមែនតែថ្នាំនោះមិនបានស្លចម្រាញ់ចំហុយធ្វើឲ្យមានរូបរាងល្អស្រួលលេបផាត់ដូចសប្តាហ៍នេះក៏ដោយក្នុងសម័យបុរាណពុំមានសាលារៀនឈ្មោះអនុវិទ្យាល័យសាកលវិទ្យាល័យដូចសម័យបច្ចុប្បន្នទេគេសិក្សាតែនៅក្នុងវត្តអារាមដែលមាននីតិជាវិទ្យាល័យទាំងនេះព្រោះការសិក្សាមិនសូវមានរបៀបរៀបរយនិងមិនមានការគ្រប់គ្រងរបស់រដ្ឋាភិបាលក៏ដោយក៏វត្តអារាមជាកន្លែងសិក្សានេះបានផ្ដល់នូវវិជ្ជាអក្សរសាស្ត្រវិជ្ជាកវីនិពន្ធវិជ្ជាជំនាញវិជ្ជាចម្លាក់រចនាវិជ្ជាតន្ត្រីវិជ្ជាសិល្បៈចរិយាសាស្ត្រវិជ្ជាល្ខោនវិជ្ជាទេពមយុទ្ធសាស្ត្រវិជ្ជាគ្រប់គ្រងទឹកដីវិជ្ជាកសិកម្មឡាបានយ៉ាងមធ្យមដែរការសិក្សាទាំងនេះជារឿងគួរសរសើរលើកតម្កើងទាំងគួរជាទីរលឹកនឹកគុំយ៉ាងក្រៃលែងមិនមែនជារឿងគួរតែទៀតពេកជ្រាយនិយាយបន្ទាបបន្ថប់ដោយប្រការណាមួយឡើយយ៉ាងណាមិញទីឋានណាមិនមានអ្នកប្រាជ្ញរិទ្ធបណ្ឌិតទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកតម្កើងសរសើរដែរក៏យ៉ាងនោះដែរប៉ុន្តែទីឋានណាដែលមានអ្នកប្រាជ្ញរិទ្ធបណ្ឌិតមានពហុសូត្រអ្នកចេះដឹងច្រើនទីឋាននោះអ្នកចេះដឹងបន្តិចបន្តួចមហាជនមិនលើកតម្កើងសរសើរទេដោយគេមិនឲ្យតម្លៃដើមល្ហុងថាជាដើមឈើក្នុងកន្លែងដែលមានរុក្ខជាតិធំធំដូចឆ្នាំដែរក៏ដូចជាគេមិនលើកតម្កើងសរសើរពន្លឺផ្កាយក្នុងពេលមានប្រច័ណ្ឌរះដូចឆ្នាំដែរព្រោះអំណាចការចេះដឹងច្រើននៃអ្នកប្រាជ្ញរិទ្ធបណ្ឌិតមានកម្លាំងខ្លាំងក្លាជាងព្រោះដើមឈើធំមានដើមដងមែកធំជាងព្រោះពន្លឺប្រច័ណ្ឌខ្លាំងក្លាលើសលប់ជាងពន្លឺផ្កាយរួមមកអ្នកចេះដឹងតិចតួចបានទទួលតែការលើកតម្កើងសរសើរតែត្រង់ទីឋានណាដែលគ្មានអ្នកប្រាជ្ញរិទ្ធបណ្ឌិតប៉ុណ្ណោះទោះយ៉ាងនឹងក្តីអ្នកចេះដឹងបន្តិចបន្តួចនោះក៏គ្រាន់បើប្រសើរជាងអ្នកមិនចេះដឹងតតែសោះនោះដែរចេះមួយចេះពីរឲ្យស្ទាត់ប្រកបអ្នកចំណានជាហេតុចិញ្ចឹមជីវិតបានសន្តានជួលពឹងទំនឹងអើយលោកនេះតែចប់ប្រធានបទទី14តែប៉ុណ្ណេះប្រធានបទទី15នរៈជនណាមិនជឿស្ដាប់វាសិតមិនសម្លាញ់ដែលប្រាថ្នាធ្វើប្រយោជន៍ឲ្យក្តីប្រយ័ត្នតរ៉ាយថាទៅចិត្តអ្នកនោះនរៈជននោះឈ្មោះថាធ្វើសេចក្តីត្រេកអរឲ្យដល់សត្រូវវាសាទី74នៃការគប់មិត្តក្នុងការមានប្រដៅមនុស្សឲ្យបានរូបគុណសម្បត្តិសម្រាប់រកសុភមង្គលផលល្អក្នុងការ